ជម្រាបសួរលោកគ្រូអ្នកគ្រូសួស្តីបងប្អូនសិស្សានុសិស្សថ្នាក់ទី6ថ្ងៃនេះមកបន្តលំហាត់នៅក្នុងអំណានរ៉ែមាសនៅកម្ពុជាបាទទំព័រទី45លំហាត់យើងគឺមានចំនួន3គឺលំហាត់កលំហាត់ខនិងលំហាត់កតែឥឡូវនេះយើងចូលទៅដល់លំហាត់កទាំងអស់គ្នាបាទលំហាត់កគេឲ្យយើងចូលអាននិងពន្យល់នៃពាក្យពហុព្យាង្គខាងក្រោមបាទពាក្យទី1គឺអគ្គិសនីបាទអគ្គិសនីថ្នាក់ពាក្យជានាមភ្លើងអេឡិចត្រូលិកបាទទី2រូបិយប័ណ្ណបាទថ្នាក់ពាក្យជានាមដែរមានន័យថាប្រាក់មាសឬលោហៈជាតិដែលប្រទេសនីមួយៗបញ្ញត្តិឲ្យប្រើប្រាស់ជារបស់សម្រាប់ចាយវាយបាទទី3គឺសេដ្ឋកិច្ចបាទសេដ្ឋកិច្ចថ្នាក់ពាក្យជានាមដែរកិច្ចការប្រសើរបំផុតមុខរបរដ៏ឧត្តមមុខការរបរដែលមានប្រយោជន៍ក្នុងប្រទេសនីមួយៗបាទមួយទៀតគឺកលបុត្របាទថ្នាក់ពាក្យជានាមដែរមានន័យថាកូនប្រុសតមកទៀតគឺកលធីតាបាទថ្នាក់ពាក្យជានាមដែរកូនស្រីហើយនឹងចុងក្រោយគេគឺអាស៊ីអាគ្នេយ៍បាទអាស៊ីអាគ្នេយ៍ថ្នាក់ពាក្យជានាមទ្វីបអាស៊ីប៉ែកអាគ្នេយ៍ឥឡូវយើងចូលទៅដល់លំហាត់ខវិញម្ដងលំហាត់ខគេឲ្យយើងចូលរកពាក្យដែលមានន័យផ្ទុយនឹងពាក្យខាងក្រោមបាទមាសសុទ្ធបាទមាសសុទ្ធគឺផ្ទុយជាមួយនឹងមាសคล้ายៗបាទគង់វងបាទផ្ទុយជាមួយវិនាសក៏បានហិនហើយក៏បានបាទត្រូវដូចគ្នាហើយមួយទៀតគឺរីកចម្រើនបាទរីកចម្រើនគឺផ្ទុយនឹងអន់ថយហើយចំណែកឯជឿនលឿនក៏ផ្ទុយនឹងអន់ថយដូចគ្នាបាទលំហាត់កវិញគេឲ្យយើងស្រង់គុណនាមចង្អុលនៅក្នុងអត្ថបទបាទអត្ថបទដែលយើងអាចមើលបានរ៉ែមាសនៅកម្ពុជានោះអញ្ចឹងគុណនាមចង្អុលគឺមានដូចជានេះនោះទាំងនេះបាទចឹងមាន3ហ្នឹងបាទសូមអរគុណលោកគ្រូអ្នកគ្រូបងប្អូនសិស្សានុសិស្សទាំងអស់គ្នាបាទសូមជួយចុច Subscribe ដើម្បីទទួលបាននៅវីដេអូបន្តទៀតសូមអរគុណសូមជម្រាបលា